សួស្ដីអរប្រែតដូរមកសក់ទៀតហើយនិយាយទៅដូររហូតហ្មងអាលីផុយអស់ហើយអូខេនិយាយលេងទេថ្ងៃនេះគឺមានរឿងចង់និយាយពាក់ព័ន្ធជាមួយនឹងអា2លីត្រច្រឡំអាស្មៃលីត្រស្លុយទៅចេញអា2លីត្រស្លុយណានោះវិញអើយោព្រោះជំនាន់មុនគេស្អីល្បីអា2លីត្រស្លុយអញ្ចឹងណាហើយ version ក្រោយគេចេញអាស្មៃលីត្រស្លុយអញ្ចឹងទៅវាធ្វើឲ្យខ្ញុំនេះរៀងភាំងតែមិនថ្មីទេព្រោះមានពាក្យស្លុយដូចគ្នាត្រូវទេត្រូវអូខេ10បន្ទុកប៉ុន្តែចេះមុននឹងខ្ញុំចាប់ផ្ដើមនិយាយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាឥឡូវនេះគឺខ្ញុំមានផលិតផលផ្ទាល់ខ្លួនមួយដែលខ្ញុំផ្ដាច់មុខយកមកខ្លួនឯងនោះគឺផលិតផល DD Skin Care នេះឯងមានឈុតពណ៌សហើយនឹងឈុតពណ៌មាសនិយាយទៅបងប្អូនលោកស្រីអ្នកកញ្ញាគាត់មានបញ្ហាមុខមុនមុខខ្មៅស្អាប់មុនសាច់មុនធំធំមុនប៉ិនគ្រាប់បែកមុខខ្មៅដែលគេចំណាំនិយាយថាមុខកលាមរះហ្នឹងហើយមុខផោមុខជាប់មាច់រុយប្រើបានទាំងអស់ហើយស្រីក៏ប្រើបានប្រុសក៏ប្រើបានខ្ទើយក៏ប្រើបាន lesbian ក៏ហិតទៅប្រើបានទៀតនិយាយទៅគឺសម្រាប់អ្នកចង់ស្អាតប្រើចំខុសម្ដងទេនិយាយទៅគឺធានាហ្មងព្រោះខ្ញុំប្រើឃើញមុខខ្ញុំស្អាតទេអញ្ចឹងហើយល្អបាទខ្ញុំហ៊ានផ្លាញ់មុខយកមកលក់អញ្ចឹងកុំភ្លេចជួយគាំទ្រផងចាប់អារម្មណ៍ icon មកលេខ010 233 6 9 0762 6667និង077 43 5000ណាចាកុំភ្លេចណា DD Skin Care អូខេឥឡូវយើងប្រម៉ូសិនចប់យើងចូលមកសាច់រឿងយើងវិញគឺថាឥឡូវអត់ឲ្យខាតទេគ្រប់คลิปគឺត្រូវទៅ promotion សិនបាននិយាយឲ្យ promotion ពពួកគេមើលចប់ហើយគេអត់ស្ដាប់យើង promotion គេចុចចោលអញ្ចឹងយើង promotion ហើយចាំយើងនិយាយឆ្លាតពុយវិញឆ្ងាយដល់នេះចង់និយាយថាប្រហែលជាម្សិលមួយថ្ងៃឬក៏ម្សិលមួយថ្ងៃមួយខ្ញុំឃើញអាស្មៃលីត្រស្លុយចាក់ចង់ច្រឡំមកតែ2លីត្រស្លុយរហូតទៅហ្នឹងហើយខ្ញុំឃើញគាត់បានផុស clip មួយដែលគាត់បានបកស្រាយថាតាមពិតមិនមែនជាគាត់ទេគេយករូបគាត់ហ្នឹងយកទៅធ្វើជា fake profile បង្កើតជា page ដើម្បីយកទៅជេរអ្នកនេះជេរអ្នកនោះតាមការពិតគឺគាត់ដឹងរឿងអីទេគាត់មិនបានទៅជេរគេទេហើយគាត់ថែមទាំងនិយាយទៅថាឆ្កែណាអាណាគេហេតុអីក៏ធ្វើបាបគាត់ណានិយាយទៅគឺអូយគាត់និយាយច្រើនណាស់គាត់ខ្ញុំសង្ខេបតិចយកមកឲ្យអ្នកទាំងអស់គ្នាស្ដាប់ហ្នឹងប៉ុន្តែប្រហែលអ្នកទាំងអស់គ្នាបានមើលហើយคลิปហ្នឹងអញ្ចឹងមិនថាអាណិតគាត់ដែរអាគ្នានឹងមិនដឹងរឿងអីសោះត្រូវគេធ្វើបាបឃើញទេ Facebook ឥឡូវមិនបានទេប៉ុន្តែអញ្ចេះខ្ញុំបានស្ដាប់ការបកស្រាយរបស់គាត់ហើយគាត់ថាខ្ញុំឆ្ងល់ឯណាខ្ញុំឆ្ងល់យូរយ៉ាងហើយមិនក៏គាត់មិនបកស្រាយតាមពិតរឿងដែលថាគេល្បីរូបម្នាក់ស្រីផាត់មុខបែកស្លុយចំោះហោះអីហ្នឹងគឺដែលគេអីយកទៅបង្កើតជាស្មៃលីត្រស្លុយហ្នឹងណាគឺជេរគេចង់មួយអាទិត្យ10ថ្ងៃអីមែនទេហេតុអីក៏គាត់អត់ព្រមចេញមុខបកស្រាយឬមួយក៏គាត់បានដឹងខ្លួនទេប៉ុន្តែល្បីសងអីហ្នឹងអានេះគ្រាន់ខ្ញុំឆ្ងល់ទេណាហ្នឹងហើយគ្រាន់ខ្ញុំឆ្ងល់ទេរហូតដល់គាត់ទៅជេរបងស្រីអស់គុណកញ្ញាអញ្ចឹងទៅណាដល់ពេលរហូតដល់ពេកគាត់បានផុសថាគម្រាមរកប្តឹងអីអញ្ចឹងទៅស្រាប់ថាប្រហែលថ្ងៃក្រោយមកឃើញគាត់ចេញបកស្រាយក្រោយមិនថាមិនជឿទេគ្រាន់ថាឆ្ងល់យូរយ៉ាងព្រមបកស្រាយក្រោយគេរកប្តឹងចេញមកភ្លាមហ្មងតាមអីបកស្រាយអញ្ចឹងក៏យើងដឹងច្បាស់ថាតាមពិតគេយករូបគាត់ធ្វើបាបហ្នឹងអញ្ចឹងតាអញ្ចឹងហើយប៉ុន្តែខ្ញុំមានរឿងមួយទៀតដែលចង់និយាយគឺរឿងអាស្មៃឌីតស្លុយនេះខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺល្បីខ្លាំងមែនតើមានអ្នក share តគ្នាជេរគាត់ចេះច្រើនណាប៉ុន្តែស្រាប់តែអានេះខ្ញុំទំដឹងឯណារឿងហ្នឹងណាហើយខ្ញុំក៏បាន share ចូលក្នុង page របស់ខ្ញុំដែរគឺថៃគេបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលតាមការពិតល្ខោនមុខស្វាហ្នឹងគឺទម្រង់ដើមជារបស់ខ្មែរសពសាទតែម្ដងហេតុអីវាយហើយលួចរបស់គេឲ្យធ្វើចរិតចឹងទៀតអញតែឃើញខ្ញុំដល់ពេលចឹងខ្ញុំអត់ដឹងថាត្រូវនិយាយថាម៉េចគាត់ថាហួសចិត្តហើយជាពិសេសគឺបើតាមយើងមើលទៅក្នុង Facebook គឺអានេះខ្ញុំសូមនិយាយអត់មានបាននិយាយថាចង់ប៉ះពាល់ទៅលើអ្នកណាណាសម្រាប់រឿងអីផ្សេងអញ្ចឹងនិយាយពីថាshare តគ្នារឿងអីប្រកែណាប៉ុន្តែពាក់ព័ន្ធជាមួយនឹងរឿងវប្បធម៌ជាតិដូចជារបាំល្ខោនគឺអត់សូវយកចិត្តទុកដាក់ទេនិយាយទៅសឹងតែថាពេលខ្លះឃើញនៅក្នុង new feed ក៏អូសចោលដែរអាហ្នឹងខ្ញុំនិយាយថាមនុស្សមួយចំនួននេះណាព្រោះគាត់ថាគាត់ចូលចិត្តទេចេញមកបុរាណគាត់ចូលចិត្តរបៀបចេញមករៀងហាយតន់សម័យប៉ុន្តែបើសិនមានអាណាស្លៀកសិចស៊ីអាណាអីរិះគន់ធ្វើចឹងអត់ល្អទេខូចប្រពៃណីខ្មែរខូចវប្បធម៌ខ្មែរប៉ុន្តែអ្វីដែលជារបស់ខ្មែរអត់ខំជួយដូចថាផ្សព្វផ្សាយឲ្យពិភពលោកកាន់តែទទួលស្គាល់អី share តគ្នាអីណាបើថារឿងស្អី status ផុសពីរឿងស្នេហានិយាយពីshare ពេលណាបានដូចគេ sweet ណាមើលគូគេណហេតុអីមិនមែនជាខ្ញុំអាណាយកព្រោះច្រាក់ចឹងបានអត់អ្នកយកចឹងណាខំម៉េះហើយនិយាយទៅមានមនុស្សមានច្រើនប្រភេទទៀតច្រើនមែនតើអញ្ចឹងខ្ញុំក៏មិនដឹងថាត្រូវនិយាយមិនដើម្បី
ដាក់ទឿនគាត់គ្រាន់តែថាសុំឲ្យអ្នកទាំងអស់គ្នាងាកមកចាប់អារម្មណ៍ជាមួយនឹងអ្វីដែលជារបស់ខ្មែរឲ្យបានច្រើនដូចជាល្ខោនរបាំប្រពៃណីយីកេអីហ្នឹងគឺវាសុទ្ធសឹងតែជាវប្បធម៌របស់ខ្មែរប្រពៃណីខ្មែរហើយខ្ញុំក៏មានពាក្យអីត្រូវនិយាយច្រើនទៀតដែរព្រោះនិយាយច្រើនទៅខ្លាចខុសនិយាយត្រូវទៅគេក៏គិតថាចូលចិត្តទៅនិយាយដូចថាស្រាប់ទៅគេអត់ពេញចិត្តទៅក៏គេស្អប់គេឌីលគេជេរអញ្ចឹងទៅអញ្ចឹងមកថានេះគ្រាន់តែខ្ញុំបញ្ចេញយោបល់របស់ខ្ញុំទេអញ្ចឹងអ្នកទាំងអស់គ្នាមានយោបល់អីអ្នកទាំងអស់គ្នាអាចចែកម្លែកគ្នាបានអូខេអញ្ចឹងចុងក្រោយចង់និយាយថាស្រឡាញ់មិត្តភក្តិទាំងអស់គ្នា